បាទជំរាបសួរពុកម៉ែបងប្អូនប្រជាកសិករទាំងអស់គ្នាថ្ងៃនេះខ្ញុំសុកនៅចង់ធ្វើបទបង្ហាញអំពីវិធីបាញ់ខ្លាញ់គោនៅលើត្រាក់ទ័រ John Deere ថាតើត្រូវបាញ់កន្លែងណាខ្លះអញ្ចឹងកុំឲ្យខាតពេលយូរតោះទៅទស្សនាវីដេអូលម្អិតជាមួយខ្ញុំបាទទាំងអស់គ្នាបងប្អូនឥឡូវយើងមើលទៅលើត្រាក់ទ័រមួយ model នេះអញ្ចឹងសម្រាប់ផ្នែកខាងមុខយើងមើលទៅលើចុងពងមុខមានឆ្វេងស្ដាំហើយនឹងពងមុខយើងមានផ្នែកខាងមុខហើយនឹងក្រោយបាទសម្រាប់ផ្នែកខាងស្ដាំយើងមានក្បាលក្រេះនៅខាងចុងពងមុខមួយអាប់សេលើក្រោមហើយនឹងខ្វែងកលេបាទផ្នែកខាងឆ្វេងដូចគ្នាយើងមាន4កន្លែងដូចគ្នាហើយនឹងក្បាលក្រេះនៅពងមុខនេះយើងមានផ្នែកខាងមុខមួយក្រោយមួយអញ្ចឹងសរុបទាំងអស់យើងមានក្បាលក្រេះចំនួន10កន្លែងដែលត្រូវបាញ់ឥឡូវយើងទៅមើលផ្នែកខាងក្រោយវិញបាទអញ្ចឹងសម្រាប់ផ្នែកខាងក្រោយនេះយើងមានចុងដុំខាងឆ្វេងមួយខាងស្ដាំមួយបាទហើយដៃយោងនេះយើងមានសម្រាប់ផ្នែកខាងស្ដាំយើងមាន2កន្លែងខាងលើមួយក្រោមមួយហើយដៃយោងខាងឆ្វេងយើងមានមួយអញ្ចឹងសរុបទាំងអស់មកតួខ្លួនរបស់ត្រាក់ទ័រ John Deere យើងមាន15កន្លែងដែលត្រូវបាញ់ខ្លាញ់គោបាទអញ្ចឹងបើសិនពុកម៉ែបងប្អូនមានចង្អោតផ្សេងៗឬក៏ចង់បានត្រាក់ទ័រ John Deere យកទៅប្រើប្រាស់អាច comment នៅខាងក្រោមឬក៏ call មកខ្ញុំបាទក៏បានសូមអរគុណសូមជម្រាបលា ត្រាក់ទ័រ John Deere ជាទំនុកចិត្តរបស់លោកអ្នកនាំចូលនឹងចែកចាយផ្ដាច់មុខដល់ក្រុមហ៊ុន RMA Cambodia